ពីបរាណមកគេដាក់ងារកំពង់ហៅកណាព្រោះនាងកងរៃបកដៃហៅរិទ្ធិសែនឲ្យចាំហើយរិទ្ធិសែនយកកែភ្នែកទៅដាក់ឲ្យមេដានៅឯខេត្តកំពតនោះរិទ្ធិសែនជីសេះអញ្ចឹងទៅយកកែភ្នែកទៅដល់អញ្ចឹងនាងកងរៃនាងទៅអត់រួចដោយសាររិទ្ធិសែនគាត់បាចថ្នាំឲ្យកើតទៅជាទលេសមុទ្រមហាសាគរនោះទៀតបាន4ខេត្តគ្រាន់ទលេសាបមួយទៀតណានឹងរិទ្ធិសែនគាត់បាចថ្នាំដល់បាចថ្នាំឲ្យកើតទៅនាងកងរៃគាត់ឆ្នាំកោដល់កោជីជ្រូកដល់ជ្រូកអត់ហ៊ានឆ្លងទឹកទេទៀតណាណាអញ្ចឹងទៅមិនរួចដោយសារជ្រូកវាអត់ហ៊ាននឹងទឹកអញ្ចឹងរិទ្ធិសែនបាចថ្នាំឲ្យកើតទៅខាំងដំណើរមិនឲ្យទៅតាមណាហើយដល់នាងកងរៃគេតែបកដៃហៅហ្នឹងបកទៅចំកំពង់ហៅហ្នឹងបាទគេហៅឃុំកំពង់ហៅហើយនៅអាកោះមួយទៀតលោកតាមុនមកព្រឹកមិញហ្នឹងឃើញទៀតណាកោះមួយខាងមុខរោដហ្នឹងគេហៅកោះជ័យតតហើយដល់កោះមួយខាងលិចហ្នឹងទៀតគេហៅកោះភ្លឹករិទ្ធិសែនដែលគាត់ធ្វើដំណើរទៅយកកែភ្នែកទៅហ្នឹងគាត់ឃើញនាងកងរៃដួលគាត់ភ្លឹកភ្លឹកស្មារតីដែលថាឃើញប្រពន្ធដួលហ្នឹងទៀតណាអាឡ័យប្រពន្ធណាតែភារកិច្ចនោះត្រូវយកកែភ្នែកទៅដាក់ឲ្យមេដាទាំង12នាក់អញ្ចឹងវាធ្ងន់ជាងប្រពន្ធហ្នឹងហើយចឹងបានគាត់សម្រេចថាមកជាហៀងប្រពន្ធមកជាហៀងជាមេដាអញ្ចឹងគាត់យកខាងមេដាហើយតបស្នងមេដាសុកចិត្តចោលប្រពន្ធសុកចោលប្រពន្ធសិនដល់អញ្ចឹងទៅដល់ត្រង់កោះនឹងឲ្យភ្លឹកទៀតណាភ្លឹកឃ្លាំងស្មារតីជិះលើខ្នងសេះហ្នឹងហើយសេះនេះក៏មិនមែនសេះធម្មតាទេទេណាសេះនេះគឺទេវតាលោកព្រែកាឡាធ្វើជាសេះដើម្បីឲ្យរិទ្ធិសែនហ្នឹងទៅយកកែភ្នែកពីរតនគិរីមកណាទៀតណាបង្យៈឡោមនគរម្ដាយចិញ្ចឹមរបស់នាងកងរៃហ្នឹងគឺនាងសន្តាមាជាយៈនោះបើមិនសេះទេវតាក៏ទៅមួយដែរដល់អញ្ចឹងដល់យកបានមកហើយហ្នឹងហាក់ហោះកាត់តាមហ្នឹងទេណាកាលពីនោះកាលពីនាយពីដើមនាយហ្នឹងវាសិតតែសមុទ្រទីទៀតអត់មានអីទេសិតតែសមុទ្រទាំងអស់ហើយរិទ្ធិសែនក៏បាច់ឆ្នាំមកកើតទៅទីសមុទ្រដល់ពេលដែលនាងកងរៃដួលទៅស្លាប់ទៅបាន7ថ្ងៃក្រោយមកក៏ដុសចេញជាភ្នំឡើងមកណាហើយដល់អញ្ចឹងបានរិទ្ធិសែនគាត់យកកែវភ្នែកទៅដាក់ឲ្យមេដានៅឯខេត្តកំពតឃុំឈូកស្រុកឈូកខេត្តកំពតភ្នំសេះសអង្គបាននិមន្តទៅខេត្តកំពតឃើញទៀតណាភ្នំសេះសហ្នឹងនៅជគក់នោះក៏ដែលបានទៅដែរណាហើយដល់អញ្ចឹងបានរិទ្ធិសែនគាត់ដាក់កែវភ្នែកឲ្យជាដូចដើមវិញគឺនៅក្នុងពីដើមមានវាំងចាស់ដូចវាំងនឹងអដុងអញ្ចឹងទៀតណាគឺវាំងរបស់ឪពុករិទ្ធិសែននេះនៅក្នុងនៅកំពតហ្នឹងណាស្ដេចមួយអង្គនៅក្នុងបាទហើយដល់អញ្ចឹងទៅក៏យកកែវភ្នែកទៅដាក់ជាកាលណារិទ្ធិសែនក៏គាត់ឡើងលើកូនភ្នំសេះសហ្នឹងឯងឡើងមើលមកអញ្ចឹង